ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកមើលសកម្មភាពខ្ញុំថាធ្វើអ្វីខ្លះក្នុងថ្ងៃនេះហើយមិនខុសពីសពមួយដងទេខ្ញុំនឹងបង្ហាញអំពីបន្លែផ្លែឈើដែលមាននៅក្នុងផ្ទះខ្ញុំចឹងទៅនេះគឺផ្លែម្ទេសផ្លែក្រូចឆ្មានិងប៉េងប៉ោះបងប្អូនទាំងអស់គ្នាគឺល្អមែនទែនហើយពិសេសទៀតនោះគឺផ្លែកំពេញរាជបានយកទៅត្រាំជាមួយនឹងអំបិលម្ទេសគឺថាជាតិតែម្ដងហើយមានល្ហុងមានអីចឹងទៅណាយើងបេះនៅក្រោយផ្ទះយើងគឺដាំដុះដោយខ្លួនឯងបន្ទាប់ពីមើលបន្លែផ្លែឈើហើយយើងក៏មកមើលខាងក្រៅផ្ទះថាវាដំណាំលូតលាស់ដល់ណាហើយព្រោះអីប្រហែលថ្ងៃមុននេះភ្លៀងធ្លាក់ជាប់គ្នាតែម្ដងបងប្អូនទាំងគ្នាស្រុកបងប្អូនភ្លៀងធ្លាក់ជាប់គ្នាដែរឬទេនោះបាទស្រុកខ្ញុំនេះល្ងាចឡើងដឹងតែភ្លៀងហើយប៉ុន្តែគ្រាន់តែថាវាភ្លៀងតិចអត់ទៅច្រើនទេចឹងហើយយ៉ាងហោចណាស់ក៏ឲ្យធ្វើឲ្យរុក្ខជាតិនៅក្រៅផ្ទះឬក៏មុខផ្ទះហ្នឹងវារីកសុះសាយដែរណាហើយនិយាយពីថាពណ៌វិញគឺស្រងាត់តែម្ដងដើមដូងដើមស្លាហ្នឹងគឺស្រងាត់បងប្អូនទាំងគ្នាបន្ទាប់ពីយើង review ដំណាំក្រោយផ្ទះអីហើយនេះគឺជាសកម្មភាពដែលខ្ញុំរៀបនំបងប្អូនទាំងគ្នាចានឹងឲ្យមុខរបរចិញ្ចឹមគ្រួសារសាមញ្ញដែលអាចឲ្យយើងរស់បានបងប្អូនអញ្ចឹងអញ្ជើញទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាទៅបន្ទាប់ពីរៀបនំយ៉ាងយូរបងប្អូននិយាយពីថាញើសហូរក៏ខ្លាក់តែម្ដងនឹងហើយល្មមតែបានលុយគេយើងមកចាយទាំងដៃគឺវាហន់អញ្ចឹងឥឡូវនេះយើងក៏បានរៀបវារួចរាល់ហើយបងប្អូនហើយនេះយើងរៀបដាក់ល្មមអញ្ចឹងដើម្បីយកទៅលក់នៅស្រុកឆ្ងាយឥឡូវនេះមាននំចុងពីក្រោយទៀតយើងដាក់ឲ្យបានច្រើនអញ្ចឹងទៅព្រោះទៅយូរក៏មកវាខាតជើងហើយនេះខ្ញុំជួយរៀបប៉ាម៉ាក់ខ្ញុំឯងគាត់ទៅលក់អញ្ចឹងយើងជួយរៀបគាត់ទៅកុំឲ្យគាត់ហត់ពេកហើយនំរបស់យើងក៏រៀបបានរួចរាល់ហើយគឺពេញទៅមកបបតែម្ដងគឺឡើងពេញហើយឡើងណែនតែម្ដងរើតែកន្លែងអង្គុយគ្រាន់ទេបន្ទាប់ពីរៀបនំរៀបអីហើយក៏នៅមានការងារទៀតបងប្អូនគឺអត់អស់ត្រឹមនឹងទេគឺថាមកហែកឡើងដើម្បីទុកលក់ព្រោះឡើងនេះអត់យកទៅបោះចោលទេតែរៀបនំរៀបអីហើយគឺម៉ែប្រម៉ូទុកលក់អីសបកឡើងបាន1គីឡូ300ដែរតាបងប្អូនបើយើងផ្សំបានច្រើនទៅលក់ក៏បានច្រើនដែរបងប្អូន
នឹងឲ្យសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនហើយវីដេអូនេះក៏មកដល់ទីបញ្ចប់ដែរដូច្នេះហើយពុកម៉ែបងប្អូនកុំភ្លេចជួយ subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបាយបាយជម្រាបលាអរគុណច្រើន